បានលើនាងជាទីមិត្តរីសហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំនៅប្រទេសកម្ពុជាបាននិយាយថាលោកប្រធានាធិបតី Donald Trump នឹងអនុវត្តពន្ធគយបរិការខ្ពស់ថែមទៀតលើប្រទេសនីមួយៗដែលរួមទាំងប្រទេសកម្ពុជាដែលថាចំណាត់ការនេះនឹងស្ដារយុត្តិធម៌និងតុល្យភាពក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនតាមរយៈស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជានិយាយនៅថ្ងៃនេះថានៅថ្ងៃទី2ខែមេសាលោកប្រធានាធិបតី Donald Trump បានប្រកាសថាសហរដ្ឋអាមេរិកសម្រាប់អនុវត្តអត្រាពន្ធគយបរិការទៅវិញទៅមកលើគ្រប់ប្រទេសទាំងអស់ដោយចាប់ផ្ដើមពី 10% ឡើងដែលនឹងចូលជាធរមាននៅថ្ងៃទី5ខែមេសាប្រពន្ធនោះបន្តថានៅថ្ងៃទី9ខែមេសាលោកប្រធានាធិបតី Donald Trump នឹងអនុវត្តពន្ធគយបរិការខ្ពស់ថែមទៀតលើប្រទេសនីមួយៗដែលរួមទាំងប្រទេសកម្ពុជាដែលថាសហរដ្ឋអាមេរិកមានអនុភាពពាណិជ្ជកម្មច្រើនបំផុតសហរដ្ឋអាមេរិកគូបញ្ជាក់ថាចំណាត់ការទាំងអស់នេះនឹងស្ដារយុត្តិធម៌និងតុល្យភាពក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់យើងទំនាក់ទំនងអាមេរិកនិងកម្ពុជាប្រមាណឆ្នាំចុងក្រោយនេះតែងតែមានភាពរកាំរកូសនិងតានតឹងជុំវិញលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាភាពតានតឹងនេះចាប់ផ្ដើមតាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ2017និងការចាប់ខ្លួនលោកកឹមសុខាមេដឹកនាំគណបក្សជំទាស់ដែលរងបាត់ចោទប្រកាន់ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជានិងថាមានសហរដ្ឋអាមេរិកនៅពីខាងក្រោយបញ្ហានេះទីក្រុង Washington ក៏បានបង្ហាញពីកង្វល់របស់ខ្លួនជារឿយៗជុំវិញការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករៀមដែលមានជំនួយពីរដ្ឋាភិបាលចិននិងតែងតែទាមទារឲ្យកម្ពុជាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនជាមួយនឹងបញ្ហាស្ថិរភាពនយោបាយលំហប្រជាធិបតេយ្យនីតិរដ្ឋនិងការគោរពសិទ្ធិមនុស្សជាដើមទូតអាមេរិកនៅថ្ងៃទី15ខែកុម្ភៈឆ្នាំ2019បាននិយាយថាលោកកឹមសុខាគឺជាមនុស្សស្អាតស្អំដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ក្រោមការចាប់ប្រកាន់មិនពិតលើសពីនេះនៅថ្ងៃទី3ខែមីនាឆ្នាំ2023ពលគឺចំពេលដែលសាលាដំបងរាជធានីភ្នំពេញកាត់ទោសលោកកឹមសុខាឲ្យជាប់ពន្ធនាគារ27ឆ្នាំដោយបន្តឃុំខ្លួននៅក្នុងផ្ទះនិងបន្តដកសិទ្ធិនយោបាយសហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនបាននិយាយថាខ្លួនមានការខកចិត្តជាខ្លាំងចំពោះការផ្ដន់ទោសលោកកឹមសុខាមេដឹកនាំគណបក្សនយោបាយកម្ពុជាដែលទទួលបាននៅការគោរពអាមេរិកថាដំណើរការច្រើនឆ្នាំដើម្បីបំបត្តិសម្លេងលោកកឹមសុខាដោយផ្អែកទៅលើបទសំគំនិតប្រឌិតគឺជារឿងបរាជ័យនៃប្រព័ន្ធយុត្តិធម៌ប្រពន្ធនោះបន្តថាការបដិសេធសេរីភាពក្នុងការបញ្ចេញមតិនិងការធ្វើនយោបាយរបស់លោកកឹមសុខានិងនយោបាយផ្សេងទៀតធ្វើឲ្យប៉ះពាល់ទៅដល់រដ្ឋធម្មនុញ្ញកម្ពុជាបំណងអន្តរជាតិនិងវឌ្ឍនភាពកន្លងមកដើម្បីក្លាយជាសង្គមពហុបកប្រកបដោយបរិយាបន្នមួយបន្ថែមពីនេះប្រទេសមហាអំណាចនេះអំពាវនាវឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ប្រើប្រាស់សិទ្ធិមនុស្សជាសកលក្នុងការប្រមូលផ្ដុំដោយសន្តិវិធីនិងសេរីភាពនៃការបញ្ចេញមតិព្រមទាំងការចូលរួមកសាងលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ